បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននឹងលើកយកអត្ថបទកំណាព្យដើម្បីចែកជូនដល់បងប្អូនពុកម៉ែនាពួកអង្គទាំងអស់គ្នាដែលដូចថាលោកអ្នកដែលមានសម្លេងល្អក៏ពីរោះហើយប៉ុន្តែពុំទាន់បានចេះសម៉ូតទៀតបាទនេះជាការប្រាប់บอกខ្ញុំតិចតួចទេតាមការចេះដឹងមិនជាច្រើននេះទេបងប្អូនខ្លះក៏ចង់ចេះសម៉ូតដែរលក្ខណៈនៃអត្ថបទឬក៏បទមានច្រើនទៀតបាទបទមេ4បទប្រមកិតបទកកតិបទបន្តលគំនុលកៈបទពុជង្គលីលាបទពាក្យ7អីជាដើមក៏ប៉ុន្តែនៃការរៀនយើងត្រូវតែស្គាល់បែបបទនីមួយៗឲ្យបានជាក់លាក់ឲ្យបានច្បាស់ហើយខ្ញុំបាទនឹងព្យាយាមប្រាប់ម្ដងមួយដើម្បីបងប្អូនយកទៅរៀនទៀតបាទយកទៅសិក្សាបន្ថែមទៀតមិនត្រឹមតែខ្ញុំកណាខ្ញុំបាទទេសូម្បីតែលោកគ្រូអ្នកគ្រូដែលមានចំណេះជំនាញនិងមានថាការរៀននឹងបទពិសោធន៍ច្រើនជាងខ្ញុំបាទក៏ជួយប្រាប់បាទខ្ញុំបាទបន្ថែមទៀតផងទៀតបាទដើម្បីបានចំណេះដឹងពីព្រោះការដែលសម៉ូតកំណាព្យឬក៏សូត្រកំណាព្យនេះអ្នកខ្លះគាត់អ្នកគ្រូលោកគ្រូអ្នកគ្រូឬក៏ថាអ្នកសម៉ូតខ្លះចេះតគ្នាទៀតបាទចេះតពីមកតពីគ្រូប៉ុន្តែអ្នកខ្លះក៏គ្រាន់បានតែស្ដាប់តាម YouTube ក្តីតាម social media ផ្សេងៗដូចជា Facebook TikTok ក្តីប៉ុន្តែគាត់អត់ដឹងថាការសូត្រឬក៏ស្មូតហ្នឹងបែបណាទេបាទបែបណាទេពេលខ្លះគាត់ដឹងថាបទពាក្យ7ដឹងតែបទពាក្យ7ប៉ុន្តែដល់ពេលទៅថាបែបអីឲ្យស្មូតហ្នឹងថាបទពាក្យ7ហ្នឹងស្មូតបែបអីឬក៏សូត្របែបអីគាត់អត់ដឹងមានន័យថាខ្វះចំណុចខ្វះខាតលក្ខណៈនៃអត្ថបទកំណាព្យដែលយើងអាចដឹងបានទី1គឺបទនឹងបទព្រហ្មកិតឬក៏បទពុជង្គលីលាបទកកតិបទពាក្យ7បន្តលគំនុលកៈបទទី4នឹងយើងត្រូវដឹងទី2គឺបែបនៃការស្មូតឬក៏ការសូត្រពីព្រោះអត្ថបទកំណាព្យនីមួយៗមានបែបខុសគ្នាបែបបើដូចជាបទកកតិមាន12បែប